បានបងប្អូនថ្ងៃនេះខ្លីៗយើងនេះបានចូលមក Imagine Gallery ហ្នឹងហើយអញ្ចឹងខ្ញុំចូលកន្លែងនេះកន្លែង tag នេះហើយចូលកន្លែង branding and logo អញ្ចឹងខ្ញុំមករក logo អញ្ចឹងដោយសារខ្ញុំចង់តេស្តជាក់ស្ដែងឲ្យបងប្អូនមើលអញ្ចឹងណាហើយអ្វីដែលខ្ញុំប្រើគឺខ្ញុំប្រើ website នេះមួយហើយនឹង ChatGPT នេះខ្ញុំបាន generate មិញណាតែដឹងថាប្រើបានម្ដងទៀតអត់ទេព្រោះប្រើបាន2ដងឯងមិញអូខេអញ្ចឹងខ្ញុំសាកលើរូបនេះអញ្ចឹងខ្ញុំ copy នេះរូបនេះមកហើយបន្តមកទៀតយើងចូលទៅ ChatGPT អញ្ចឹងអ្វីដែលខ្ញុំកែលើនេះគឺខ្ញុំទៅរក logo មួយសិនអញ្ចឹង logo គឺខ្ញុំចូលទៅយក logo របស់យកទៅ iKey ចុះនឹង iKey រក logo សិនបងប្អូនអញ្ចឹងយើងចូលទៅរក logo ចំឯណានៃនេះពី iKey យ៉ាអត់ឃើញ logo banner នេះអញ្ចឹង PNG ចូល logo នេះចាអញ្ចឹងអីដែលយើងកែលើនេះបងប្អូនអញ្ចឹងអ្វីដែលយើងកែហ្នឹងគឺទី1គឺតកតងទៅនឹង brand analyze អញ្ចឹងអានេះយើងយកទាំងអស់ក៏ប៉ុន្តែយើងកែឈ្មោះពីណាទេឈ្មោះបងប្អូនចុះនេះ edit original អញ្ចឹងយើងដាក់លេងខ្ញុំដាក់ iKey ខ្ញុំដូរដាក់តែ iKey ទេអញ្ចឹងបងប្អូនអាចសាកតេស្តបានដូចជាខ្ញុំឃើញ3 4កន្លែងកែតែយើងកែកន្លែងនឹងមួយយើង scroll មើលសិនទៅគេលោកឃើញទៀតនេះកន្លែងមួយទៀតចឹងដាក់តែ iKey មកហ្នឹងហើយអញ្ចឹងបងប្អូនអាចចូលកែទៅបើសិនជាបងប្អូនចង់សាកល្បងដូចខ្ញុំណាអញ្ចឹងយើងរងចាំមើលថាតើវានឹងមានការប្រែប្រួលទៅលើចំណុចណាខ្លះអញ្ចឹងអានេះខ្ញុំគ្រាន់តែតេស្តទេអូខេអញ្ចឹងអត់ដើរបងប្អូនអញ្ចឹងអត់ដើរគឺអត់មានជម្រើសទេគឺយើងចូលទៅរម្ដងទៀតអូខេអញ្ចឹងwebsite នេះអត់មានទេ logo ចុះមានរកតែ logo នេះវាអត់ load ឲ្យបងប្អូននេះឃើញ PNG អញ្ចឹងអត់មានជម្រើសគឺខ្ញុំចូលទៅយកនៅលើ Telegram សិនបងប្អូនអញ្ចឹងចូលលើ Telegram ហើយណានេះលើនេះមកហើយខ្ញុំចូល IK តែអញ្ចឹងនេះអញ្ចឹងនេះ logo អូខេអញ្ចឹងខ្ញុំយក logo iKey support team ក៏បានដែរបងប្អូនអញ្ចឹងខ្ញុំយក iKey support team ហើយខ្ញុំដាក់នៅលើ download យក iKey support team ចុះអូខេនេះអញ្ចឹងដាក់ប៉ុណ្្នឹងទេអូខេអញ្ចឹងយើងរងចាំទីសិននេះប៉ុណ្្នឹងយើង generate មកអញ្ចឹងយើងចាំមើលទាំងអស់គ្នាអញ្ចឹងខ្ញុំបញ្ជាក់អញ្ចឹងខ្ញុំប្រើតែ2 website ទេគឺខ្ញុំប្រើ Imagine ហើយនឹង ChatGPT តែពិតប្រើGeminiមួយទៀតក៏បានដែរក៏ប៉ុន្តែដើម្បីឲ្យចង់ឲ្យកាន់តែច្បាស់ពួកខ្ញុំបានផុសដែរមិញនេះខ្ញុំផុសលើនេះរូបនេះគឺខ្ញុំយកពីនេះដែរពីchat ពី Imagine នឹងដែរខ្ញុំយកទៅ generate អញ្ចឹងនេះខាងលើឃើញទេវាមាន2បងប្អូននេះឃើញទេមាន2អញ្ចឹងនៅពេលយើងដាក់prompt ហ្នឹងទៅអញ្ចឹងបងប្អូនចង់បាននេះចូលទៅយក prompt នៅលើ page ខ្ញុំទៅខ្ញុំដាក់លើនឹងផុសមិញហ្នឹងនេះអូខេអញ្ចឹងយើងចូលទៅ ChatGPT វិញមើលកន្លែង generate បែបម៉េច finishing up អញ្ចឹងជាមួយវាបាន result មកពោល result លទ្ធផលយើងចង់បានគឺបែបនេះអញ្ចឹងបងប្អូនគាត់ចូលមើល Imagine ទៅរកមើលចង់បានមិនអាហ្នឹងយកតាមហ្នឹងទៅតែបើខ្ញុំភាគច្រើនខ្ញុំយក brand និង logo បងប្អូនអាចឆែកមើលតាមប្រភេទផ្សេងក៏បានដែរអញ្ចឹងយើងអាចមើលតាមជាក់ស្ដែងអញ្ចឹងណានេះចង់បានពពួកនេះក៏បានដែរតែពិតនេះស្រួលយើងគ្រាន់តែដូរអក្សរទីទូដាក់រូបយើងទៅបានដែរអូខេ result គឺបាននេះឃើញនេះឃើញអត់ logo អញ្ចឹង result ខ្ញុំដាក់នៅខាងក្រោមវីដេអូហ្នឹងអញ្ចឹងអូខេវីដេអូនេះមានប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយបាទ